បាទខ្ញុំសូមបន្ថែមទៅលើពាក្យទាំងនេះទី1ពាក្យថារុំឬរុំបើអានរស្អំអានថារុំហើយរនិងម៉ូនេះក៏អានថារុំដែរបាទអញ្ចឹងបើអានតាមសំស្ក្រឹតវិញយករដាក់ស្អំយើងអានថារ៉ាំរៈនិងមៈនេះក៏អានថារ៉ាំដែរអញ្ចឹងរ៉ាំឬរ៉ាំនឹងគៀកនឹងអំណានបច្ចុប្បន្នឬក៏សូរភាសាខ្មែរយើងបច្ចុប្បន្នថារំនឹងក្រៅគៀកបាទតែលៀងសូនបន្តិចអញ្ចឹងរំហ្នឹងគឺថាសំដៅដល់កិរិយារំអ្នកណាដែលរំអ្នកណាដែលមានកិរិយាលើកដៃលើកជើងតាមចង្វាក់ភ្លេងអីហ្នឹងទៅហៅថារំទៅដល់ទៅពេលរមាំឬរបាំពាក្យហ្នឹងប្រើបានទាំងពីរខ្ញុំបញ្យល់ទៅចេះទេថាទោះបីជារមាំក៏ដោយរបាំក៏ដោយគឺជាការរាំទាំងអស់ហ្នឹងជាសិល្បៈនៃការរាំទាំងអស់ហ្នឹងហើយបើសំដៅដល់មនុស្សវិញអាចថាជាបុគ្គលដែលចេះរាំប៉ុន្តែបុគ្គលដែលចេះរាំនេះគេអាចហៅមួយម៉ាត់ទៀតបានដែរថាគេរ៉ាំនេះអានថារបាំឬក៏របំរបាំចិត្តទៅគៀកនឹងភាសាខ្មែយើងបច្ចុប្បន្នថារបាំណាហើយនេះរមាំឬក៏អានថារមុំអញ្ចឹងអានថាយ៉ាងណាក៏អានចុះប៉ុន្តែរូបស័ព្ទរបៀបអាននិងនៃពាក្យឬក៏ថាការសម្ដៅដល់ការសម្គាល់ដល់ហ្នឹងគឺខ្ញុំបានបង្ហាញនៅទីនេះ